សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញខ្លះអំពីការបង្កើត account Facebook ឆ្នាំ2025យើងហ្នឹងហើយអត់មានអីសូវជាពិបាកណាពេកទេសម្រាប់ការបង្កើត account Facebook ហ្នឹងហើយអ្នកនរគ្នាអាចមើលវីដេអូនេះអ្នកនរគ្នានឹងចេះបង្កើតសម្រាប់បងប្អូនដែលមិនទាន់ចេះបង្កើតតែបើសម្រាប់បងប្អូនដែលចេះបង្កើតក៏អូសរំលងក៏បានដែរអីដែរមកហ្នឹងហើយជាដំបូងយើងចុចcreate new account ខាងក្រោមគេនេះមកពណ៌ខៀវនេះខាងក្រោមគេនេះយើងចុចហ្នឹងមកបន្ទាប់មកយើងចុច create new account នៅខៀវនេះយើងចុច create new account ហើយយើងដាក់ឈ្មោះយើងចង់ដាក់យើងចង់ដាក់ឈ្មោះអីក៏បានដែរស្រេចតាបងប្អូនទាំងអស់គ្នានេះឧទាហរណ៍ថាខ្ញុំដាក់ឧទាហរណ៍ហើយយើងចុច next ទៀតមកហ្នឹងហើយយើងមកដល់កន្លែងនេះយើងរើសថ្ងៃខែឆ្នាំកំណើតឧទាហរណ៍ថាខ្ញុំដាក់2000គត់ចុះហើយថ្ងៃទី6អញ្ចឹងខែ3ខែ5ខែ5អញ្ចឹងចុះហើយយើងចុច next មកហើយសម្រាប់ប្រុសយើងចុច mail បើសម្រាប់មនុស្សស្រីយើងចុច Female តែសម្រាប់ខ្ញុំចុច mail ហើយយើងចុច next ទៀតហ្នឹងហើយមកដល់កន្លែងនេះយើងត្រូវតែដាក់លេខទូរស័ព្ទដើម្បីឲ្យក្រុមហ៊ុន Meta ផ្ញើកូដមកឲ្យយើងហ្នឹងហើយយើងដាក់លេខទូរស័ព្ទយើងមកឧទាហរណ៍ខ្ញុំដាក់អញ្ចឹងមកយើងចុច next ហើយមកដល់កន្លែងនេះយើងដាក់ password បងប្អូនកន្លែងនេះខ្ញុំប្រាប់ឲ្យអ្នកដែលមិនទាន់នេះគាត់ខ្លាចដាក់ខ្លាចគេ hack អីចឹងហ្នឹងហើយយើងដាក់ឧទាហរណ៍ថាយើងដាក់ទី1យើងដាក់អក្សរធំហើយទី2យើងដាក់ឧទាហរណ៍ថាដាក់ឈ្មោះចឹងណាយើងដាក់អក្សរធំតូចហើយយើងដាក់មានសញ្ញាមានអីមកព្រោះអីវាធ្វើឲ្យ Facebook យើងហ្នឹងរឹងមាំចឹងទៅអត់មានណាគេ hack បានស្រួលទេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ចាហើយយើងដាក់សញ្ញាដាក់អីផងហ្នឹងហើយយើងចុច next មកហ្នឹងហើយពេលដែលយើងចុចលេងចាំបន្តិចយើងចុច next ហើយយើងចុច agree ពេលដែលយើងចុច agree ទៅយើងនឹងបង្កើត account Facebook ថ្មីបានយ៉ាងងាយស្រួលនិយាយទៅអត់មានអីពិបាកទេបងប្អូនគឺងាយស្រួលខ្លាំងមែនតើហ្នឹងហើយកុំភ្លេចជួយចុច subscribe channel ខ្ញុំមួយផងដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូចែករំលែកទៅដល់បងប្អូនយើងដែលគាត់មិនទាន់ចេះណាហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនណា